គ្រាន់តែនិយាយចប់ភ្លាមចាគឺថាមានម៉ាប្លង់ទាំងមិនដឹងជាត្រូវអរគុណមានមកបែបណាដើម្បីឲ្យសមជាមួយនឹងអារម្មណ៍នេះបងប្អូនដឹងហើយថាប្រទេសថៃឆ្លោះគេជុំទិសតែម្ដងជាពិសេសនឹងគឺចូលមកឈ្លានពានកម្ពុជាហើយកំពុងតែមានជុំលួសមិនឈប់ជាមួយនឹងមានមកដែរនៅក្នុងអំឡុងខែ12នេះប្រទេសថៃបានប្រាប់ទៅមានមកថាប្រសិនបើមានមកនៅតែបន្តប្លង់ក្របចូលមកថៃទៀតថៃនឹងតបតដោយមិនសំចៃដៃឡើយគ្រាន់តែនិយាយចប់ភ្លាមចាគឺថាមានមកប្លង់ទាំងអាក្របធំតែម្ដងចូលមកក្នុងដីថៃដោយមិនញញើតខ្លាច់សម្ដីថៃឡើយចឹងមិនថាមិនដឹងជាត្រូវអរគុណមានមកបែបណាដែលបានធ្វើសកម្មភាពដែលចៅថៃធ្លាប់ធ្វើដាក់កម្ពុជាតែយើងប្រាប់ឲ្យប្រាប់ទៀតប្លង់ដាក់យើងឲ្យចៅថៃយើងនឹងប្លង់គ្រាប់ទៅមុនអីចឹងណាអញ្ចឹងឥឡូវសកម្មភាពទាំងអស់រូបភាពទាំងអស់គឺថាមានមកបានសងជំនួសកម្ពុជាឲ្យទៅសៀមវិញហើយកាលពីថ្ងៃទី5ខែ12ឆ្នាំ2025នេះ2ថ្ងៃមុននឹងឯងក្រោយពេលដែលថៃបានចេញគម្រាមមានមកថាបើសិនជាហ៊ានប្លង់ចូលមកទៀតថៃនឹងតបតគ្រាន់តែនិយាយឲ្យភ្លាមទាំងតែម្ដងចាគឺថាមានការទម្លាក់គ្រាប់បែកធនធ្ងន់ចូលមកក្នុងភូមិមួយរបស់ប្រទេសថៃនៅក្នុងភូមិមេកូនកែនស្រុកមេសូដែលនាំឲ្យមានប្រជាជនថៃរងរបួសហើយប្រជាជនថៃជាច្រើនផ្សេងទៀតនឹងគឺនាំគ្នារត់ជំលះភៀសខ្លួនអីពេញនឹងអញ្ចឹងទៅរឿងសំចិត្តដែរមិនដឹងជាត្រូវអរគុណគេបែបណាដែលគេសម្ដែងសកម្មភាពដែលចៅថៃវាធ្លាប់ធ្វើដាក់ខ្មែរយើងឲ្យវាឃើញសកម្មភាពនឹងផ្ទាល់ខ្លួនវាតែហ្មងទៅឲ្យវាដឹងថាអារម្មណ៍ថានៅពេលដែលប្រាប់គេថាកុំឲ្យគេតម្លាក់គ្រាប់បែកមកឲ្យគេនៅតែតម្លាក់នេះតើវាមានអារម្មណ៍បែបណាអូយអរគុណមែនតើមានមកមិនដឹងថាមានអ្វីត្រូវសងមានតែសុំឲ្យតារាចម្រៀងខ្មែរខំប្រឹងផលិតបទរាំសบายៗទុកឲ្យតែហ៊ានមានអារម្មណ៍ទៀតនេះ